ទាំងអ្នកប្រើប្រាស់ទាំងអ្នកនាំចូលហ្នឹងគឺមានន័យថាកំពុងតែសម្រាប់ផលិតផលដែលនៅក្នុងស្រុកនឹងដូចគ្នាពាក់ព័ន្ធជាមួយនឹងផលិតផលដែលគាត់នាំចូលមកវាចំណេញហើយពាក់ព័ន្ធជាមួយនឹងលំហូរសេដ្ឋកិច្ចដែលគាត់យកមកចែកចាយនៅក្នុងស្រុកយើងប៉ុន្តែវាហាក់បីដូចជាទៅសម្រាប់ផលិតផលដែលមានដូចគ្នានៅក្នុងស្រុកយើងវិញវាធ្វើឲ្យសិប្បកម្មឬក៏រោងចក្រដែលផលិតផលដូចគ្នាហ្នឹងมันអាចងើបរួចទេដោយសារអីគាត់នាំចូលមកច្រើននៅក្នុងតម្លៃថោកដែលគាត់លក់ចេញទៅវិញណាអញ្ចឹងធ្វើឲ្យសិប្បកម្មខ្នាតតូចខ្នាតមធ្យមនៅក្នុងស្រុកហ្នឹងมันអាចងើបរួចទេនៅក្នុងវិស័យដូចគ្នាហ្នឹងអញ្ចឹងសម្រាប់ដោយប្រយោលសម្រាប់ដោយត្រង់ហ្នឹងគឺវាបើនៅសម្រាប់ដោយផ្ទាល់ហ្នឹងគឺវានៅត្រង់ហ្នឹងឯងដោយសារអីខ្ញុំជឿថាប្រជាជនយើងមួយចំនួនហ្នឹងភាគច្រើនគាត់សម្លឹងមើលផលិតផលដូចគ្នាអ្វីដែលគាត់សម្លឹងមើលឃើញមុនគេហ្នឹងគឺគាត់សម្លឹងឃើញពីតម្លៃគាត់យល់ថាបើសិនជាគាត់ទិញរបស់ដែលមានតម្លៃថោកជាងរបស់មួយទៀតហើយរបស់ដូចគ្នាហ្នឹងគាត់ចំណេញបាន100រៀលប៉ុន្តែបើសិនជាគាត់ទិញរបស់ខ្មែរដូចគ្នាខុសត្រូវគ្នាបន្តិចបន្តួច100 200វាអត់ជាបញ្ហាទេប៉ុន្តែវានឹងជាបញ្ហាបើសិនជាគាត់ទិញរបស់ដែលនាំចូលហើយគាត់ទិញថោកហើយគាត់ទៅប្រអាប់ផលិតផលរបស់ខ្មែរយើងដែលជាផលិតផលដូចរបស់ផលិតផលដែលគេនាំចូលវិញអាហ្នឹងទាំងអ្នកប្រើប្រាស់ទាំងអ្នកនាំចូលហ្នឹងគឺមានន័យថាកំពុងតែសម្រាប់ផលិតផលដែលនៅក្នុងស្រុកនឹងដូចគ្នាពីព្រោះអីគាត់អត់បានបង្ហាញពីឆន្ទៈនៅក្នុងការជួយគាំទ្រគាត់អត់បានបង្ហាញឆន្ទៈថាបើសិនជាផលិតផលខ្មែរនឹងដូចគ្នាជាមួយនឹងផលិតផលនាំចូលគាត់គួរតែរើផលិតផលណានៅក្នុងស្រុកដែលមិនមានផលិតផលក្នុងស្រុកចរាចរចូលក្នុងទីផ្សារគាត់គួរតែទៅនាំផលិតផលនឹងមកចែកចាយនៅក្នុងស្រុកទៅអានោះបានធ្វើឲ្យផលិតផលនៅក្នុងស្រុកដែលមានវិស័យឬក៏ប្រភេទខុសគ្នានឹងអាចរីករូតលាស់បានថារីកលូតលាស់បានណាដោយសារអីការប្រកួតប្រជែងពីផលិតផលនាំចូលហ្នឹងគឺវាអត់មានហើយបើមានក៏មានទៅប៉ុន្តែការប្រកួតប្រជែងនៅក្នុងទីផ្សារកុំយកបរិមាណយកទៅប្រកួតប្រជែងយើងឈរនៅក្នុងការប្រកួតប្រជែងដោយស្មើមុខគ្នាស្មើភាពដោយភាពសុចរិតប៉ុន្តែថាបើសិនជាចូលប្រេងកាឡាមិញទៅបើសិនជាប្រេងកាឡាលក់មកខ្លងទៅលើទីផ្សារចុងក្រោយ 4000 ណាទាំងការនាំចូលទាំងការផលិតនៅក្នុងស្រុកគួរតែលក់ឲ្យដូចគ្នាទៅអាហ្នឹងបានយើងអាចធ្វើការប្រកួតប្រជែងទីផ្សារដោយស្មើភាពគ្នាបានយើងមិនអាចហាមឃាត់ការនាំចូលបានទេដោយសារអីប្រទេសកម្ពុជាយើងគឺជាសមាជិកនៃអង្គការ WTO មែនទេនឹងអញ្ចឹងដើម្បីចូលរួមនៅក្នុងការធ្វើទីផ្សារដោយសេរីហ្នឹងយើងត្រូវតែគិតគូរអំពីការប្រកួតប្រជែងដោយសេរីដែរការប្រកួតប្រជែងដោយមានការទទួលខុសត្រូវបានន័យថាមិនទៅលក់ដើម្បីបានកេងចំណេញទីផ្សារប៉ុន្តែធ្វើឲ្យដៃគូម្ខាងទៀតហ្នឹងស្លាប់ដោយសារការធ្វើទីផ្សាររបស់យើងឯងអញ្ចឹងកន្លែងហ្នឹងគឺត្រូវប្រយ័ត្នប្រយែងដែរបើសិនជាធុរជនដែលគាត់ផ្ដោតសំខាន់ទៅលើគេហៅថាក្រមសីលធម៌វិជ្ជាជីវៈនៃអ្នកធ្វើជំនួញ Code of Conduct របស់សាជីវកម្មកន្លែងហ្នឹងសំខាន់ពីព្រោះអីគ្រប់សាជីវកម្មទាំងអស់តែងតែមានការទទួលខុសត្រូវចំពោះសង្គមរបស់ខ្លួន Prep Media ចែករំលែកព័ត៌មាននិងចំណេះដឹង